នៅក្នុងរដូវកាលហាជីឆ្នាំបន្ទាប់ត្រូវនៅឆ្នាំទី12នៃភាពជាព្យាការីមានរបបប្រវត្តិសាស្ត្រថ្មីមួយបានកើតឡើងបុរស12រូបបានធ្វើដំណើរមកពីទីក្រុងយ៉ាស្រិបឈ្មោះក្រុងម៉ាឌីណាសម័យមុនក្នុងនោះមាន10រូបមកពីកុលសម្ព័ន្ធខុយសរ៉ាជនិង2រូបទៀតមកពីកុលសម្ព័ន្ធអ៊ូសចំពោះបុរស10រូបមកពីកុលសម្ព័ន្ធខុយសរ៉ាជមាន5រូបជាអ្នកដែលធ្លាប់បានមកកាលពីឆ្នាំមុនលើកលែងតែជាបៀតកូនអាប់ឌុលឡោះម្នាក់ចេញនិងមានសមាជិក5រូបទៀតគឺមូអៃសកូនហារីសហ្សាក្វានកូនអាប់ឌុលកុយសអ៊ូបាដាកូនសាមិតយ៉ាស៊ីតកូនសាឡាបានិងអាល់អាប់បាសកូនអ៊ូបាដាចំណែក2រូបទៀតមកពីកុលសម្ព័ន្ធអ៊ូសគឺអាប៊ូអាល់ហៃសាំនិងអ៊ូវ៉ែមពួកគាត់ទាំងអស់នេះបានលបលួចមកជួបព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំនៅត្រង់ជលងភ្នំអាកបានៅម្ដុំតំបន់មីណានៅទីនោះព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានបង្រៀនពួកគេអំពីអ៊ីស្លាមនិងបានមានប្រសាសន៍ដាក់លក្ខខណ្ឌយ៉ាងម៉ឺងម៉ាត់ថាចូលមកធ្វើសច្ចាប្រណិធានជាមួយខ្ញុំអ្នករាល់គ្នានឹងមិនគោរពសក្ការៈវត្ថុណាមួយទៅទឹមនឹងអល់ឡោះស៊ុបហានាហ៊ូវតាអាឡាឡើយមិនធ្វើឈិរិកមិនលួចប្លន់មិនប្រព្រឹត្តអំពើផាត់ក្បត់ស៊ីណាមិនសម្លាប់កូនរបស់ខ្លួននិងមិនបង្កើតរឿងមូលបង្កាច់ទម្លាក់កំហុសដែលប្រឌិតឡើងដោយខ្លួនឯងឡើយហើយមិនត្រូវប្រឆាំងនឹងខ្ញុំក្នុងរឿងល្អនោះឡើយដូច្នេះអ្នកណាដែលបានបំពេញតាមកិច្ចសន្យានេះផលបុណ្យរបស់គេគឺស្ថិតនៅលើអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបន្ទាប់មកពួកគេក៏បានធ្វើសច្ចាប្រណិធានជាមួយនឹងព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំទៅតាមលក្ខខណ្ឌទាំងអស់នោះភ្លាមលុះនៅពេលដែលពួកគេត្រឡប់ទៅទីក្រុងម៉ាឌីណាវិញព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបានចាត់តាំងមូស្អាប់កូនអ៊ូមែរឲ្យទៅជាមួយពួកគេមូស្អាប់ជាយុវជនដ៏សង្ហានិងមានរូបរាងល្អនិងជាអ្នកដែលសូត្រគម្ពីរអល់កុរអានយ៉ាងពិរោះបំផុតគោលបំណងគឺឲ្យគាត់បង្រៀនគម្ពីរអល់កុរអាននិងផ្ដល់ចំណេះដឹងផ្នែកសាសនាអ៊ីស្លាមដល់ប្រជាជនដែលរស់នៅក្រុងម៉ាឌីណានៅពេលដែលមូស្អាប់ទៅដល់ម៉ាឌីណាគាត់បានស្នាក់នៅផ្ទះអាប៊ូអ៊ូម៉ាម៉ាហើយដើរផ្សព្វផ្សាយសាសនាអ៊ីស្លាមយ៉ាងសកម្មបំផុតរហូតដឹងទៅដល់មេកុលសម្ព័ន្ធម្នាក់ឈ្មោះអ៊ូសៃដថ្ងៃមួយខណៈពេលដែលអ្នកទាំងពីរកំពុងស្ថិតនៅក្នុងចំការមួយស្រាប់តែមេដឹកនាំកុលសម្ព័ន្ធអ៊ូសគឺសាអាតកូនមូអាសបាននិយាយទៅកាន់បងប្អូនជីដូនមួយរបស់ខ្លួនថាអ៊ូសៃដតើឯងមិនទៅរកបរិស2នាក់ដែលមកធ្វើឲ្យពួកអ្នកទុនខ្សោយរបស់យើងបង្វេងស្មារតីទេឬចូលទៅដេញនិងហាមឃាត់ពួកគេទៅអ៊ូសៃដឮភ្លាមក៏ខឹងយ៉ាងខ្លាំងក៏កាន់លំពេងរបស់ខ្លួនដើរសម្ដៅទៅរកអ្នកទាំងពីរដោយកំហឹងនិងគំរាមសម្រាប់មូស្អាប់ដល់ក្នុងចំការនៅពេលដែលអាប៊ូម៉ាម៉ាឃើញក៏ដើរមកគាត់ក៏ខ្សឹបប្រាប់មូស្អាប់ថាបុរសម្នាក់នេះជាមេកុលសម្ព័ន្ធរបស់ប្រជាជនរបស់គាត់កំពុងដើរមកហើយចូលឯងស្មោះត្រង់នឹងអល់ឡោះស៊ុបហានាហ៊ូវតាអាឡាចំពោះគាត់ចោះអ៊ូសៃដបានឈរពីមុខរួចកំហុកថាតើឯងមកទីនេះដើម្បីអ្វីចង់មកធ្វើឲ្យពួកអ្នកទុនខ្សោយរបស់យើងវង្វេងចូលចាក់ចេញទៅបើឯងចង់មានជីវិតរស់នៅមូស្អាប់មិនតបតដោយកំហឹងនោះទេតែនិយាយយ៉ាងទន់ភ្លន់ថាសូមលោកអង្គុយចុះហើយស្ដាប់សិនទៅតើវាល្អទេបើលោកពេញចិត្តលោកអាចទទួលយកវាបានប៉ុន្តែបើលោកមិនពេញចិត្តទេយើងនឹងបញ្ឈប់រាល់អ្វីដែលអ្នកមិនចូលចិត្តនោះភ្លាមអ៊ូសៃដក៏យល់ព្រមគាត់ក៏បានដោតលំពេងរបស់គាត់ចុះរួចក៏អង្គុយស្ដាប់មូស្អាប់ក៏បានបញ្យល់គាត់អំពីសាសនាអ៊ីស្លាមនិងបានសូត្រគម្ពីរអល់កុរអានឲ្យគាត់ស្ដាប់ភ្លាមនោះគាត់ក៏ទន់ចិត្តបានស្កាច់សរសើរយ៉ាងខ្លាំងហើយបានប្រកាសចូលសាសនាអ៊ីស្លាមភ្លាមតែម្ដងនៅទីនោះក្រោយពីចូលសាសនាអ៊ីស្លាមអ៊ូសៃដចង់ឲ្យមេដឹកនាំម្នាក់ទៀតឈ្មោះសាអាតកូនមូអាសចូលសាសនាអ៊ីស្លាមដែរទើបរៀបល្បិចដើម្បីបញ្ជូនសាអាតកូនមូអាសឲ្យមកជួបមូស្អាប់និងអាប៊ូអ៊ូម៉ាម៉ាអ៊ូសៃដបានទៅប្រាប់សាអាតថាខ្ញុំបាននិយាយជាមួយពួកគេហើយខ្ញុំមិនឃើញមានកំហុសអ្វីឡើយប៉ុន្តែខ្ញុំទើបតែឮដំណឹងថាក្រុមកុលសម្ព័ន្ធហារីសាបានចេញដំណើរទៅសម្រាប់អាប៊ូអ៊ូម៉ាម៉ាពួកគេដឹងថាគាត់ជាបងប្អូនជីដូនមួយរបស់ឯងពួកគេចង់បំបាក់មុខឯងឮដូច្នោះសាអាតមានកំហឹងយ៉ាងខ្លាំងក៏ស្ទុះដើរទៅរកពួកគេដោយកំហឹងប៉ុន្តែនៅពេលដែលទៅដល់មូស្អាប់ក៏បានប្រើវិធីទន់ភ្លន់ដាស់តឿនឲ្យគាត់អង្គុយស្ដាប់ដោយអ្វីដែលគាត់បានធ្វើជាមួយនឹងអ៊ូសៃដដែរនៅទីបំផុតអល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានណែនាំផ្លូវគាត់ឲ្យចូលកាន់សាសនាអ៊ីស្លាមម្នាក់ទៀតបន្ទាប់ពីបានចូលសាសនាអ៊ីស្លាមសាអាតបានត្រឡប់ទៅរកកុលសម្ព័ន្ធរបស់ខ្លួនវិញរួចក៏បានសួរថាអើកុលសម្ព័ន្ធអាល់អ៊ាឆ្ហលតើអ្នករាល់គ្នាស្គាល់ខ្ញុំជាមនុស្សបែបណាក្នុងចំណោមពួកអ្នកពួកគេក៏បានឆ្លើយថាលោកជាមេដឹកនាំនិងជាអ្នកដែលមានមតិបញ្ញាដ៏ល្អបំផុតសាអាតក៏បានប្រកាសយ៉ាងម៉ឺងម៉ាត់ថាបើអ្នករាល់គ្នាមិនមានជំនឿលើអល់ឡោះស៊ុបហានាហ៊ូវតាអាឡានិងអ្នកនាំសាររបស់ទ្រង់ទេនោះខ្ញុំនឹងមិននិយាយរកប្រុសស្រីណាម្នាក់ទាំងអស់ដោយសារគ្រប់គ្នាគោរពនិងស្រឡាញ់សាអាតខ្លាំងលុះដល់ពេលល្ងាចឡើងមនុស្សគ្រប់គ្នានៅក្នុងកុលសម្ព័ន្ធនោះទាំងប្រុសទាំងស្រីបានប្រកាសចូលសាសនាអ៊ីស្លាមគ្មានសល់លើកលែងតែបុរសម្នាក់ឈ្មោះអាល់អ៊ូសៃរីមដែលគាត់បានពន្យាពេលមិនចូលសាសនាអ៊ីស្លាមរហូតដល់ថ្ងៃសង្គ្រាមអ៊ូហ៊ុដបានឈានមកដល់
នៅក្នុងថ្ងៃនោះស្រាប់តែបេះដូងរបស់គាត់មានជំនឿគាត់ក៏បានប្រកាសចូលសាសនាអ៊ីស្លាមរួចចាប់ដាវចូលរួមប្រយុទ្ធការពារសាសនាអ៊ីស្លាមរហូតត្រូវបានគេសម្លាប់ពាក់លីនៅក្នុងសមរភូមិនោះតែគាត់មិនទាន់បានស៊ូជូតថ្វាយបង្គំទៅកាន់អល់ឡោះស៊ុបហានាហ៊ូវតាអាឡាបានសំបីតែម្ដងឡើយប៉ុន្តែព្យាការីមូហាម៉ាត់សល្លឡោះអាឡៃហ៊ីវ៉ាសាឡាំបញ្ជាក់ប្រាប់ថាគាត់គឺជាអ្នកដែលនៅក្នុងឋានសួគ៌ក្រោយមកមួយស្អែបក៏បានធ្វើដំណើរត្រឡប់ទៅក្រុងម៉ាកាវិញមុនពេលរដូវកាលហាជីមកដល់ដោយនាំទៅជាមួយដំណឹងដ៏រីករាយនិងមហាជោគជ័យដ៏ធំធេងមួយនេះ